បាទជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំមានទីធ្លាដ៏តូចមួយនៅក្នុងសួនដំណាំរបស់ខ្ញុំបានកែច្នៃដើម្បីដាំដំណាំបន្លែប៉េងប៉ោះជាមួយនឹងបន្លែម្ទេសដែលដើមម្ទេសគឺមានចំនួន3ដើមហើយដើមប៉េងប៉ោះខ្ញុំមានចំនួន1ដើមហើយខ្ញុំបានកែច្នៃកន្លែងដ៏តូចចង្អៀតនេះដើម្បីដាំបន្លែផ្សេងៗឲ្យមានភាពចម្រុះអញ្ចឹងខ្ញុំបានកែច្នៃទីកន្លែងនេះដើម្បីដាំដើមម្ទេសនិងដើមប៉េងប៉ោះហើយនៅកន្លែងនេះជាដំបូងខ្ញុំបានកែដីចេញជាដីចាស់ៗហើយខ្ញុំបានបន្ថែមជាមួយនឹងដីកំប៉ុស្តត្របាតដោយសារតែការត្របាតដីកំប៉ុស្តបែបនេះគឺវាមានសភាពល្អដែលជួយទៅដល់ដំណាំរបស់យើងផងដែរហើយនេះគឺជាកូនដំណាំដែលខ្ញុំបានបណ្ដុះជាមួយនឹងដើមម្ទេសដៃនាងដែលជាម្ទេសមានទំហំវែងហើយវាកាន់ផ្លែនិងក្រហមឆ្អិនឆ្អៅដែរហើយជាម្ទេសដែលបងប្អូនពេញនិយមទិញពីផ្សារមកយើងអាចយកគ្រាប់វាបណ្ដុះមកដាក់នៅក្នុងផើងបែបនេះបានហើយនេះគឺជាដើមប៉េងប៉ោះខ្ញុំបានបណ្ដុះបានមួយដើមដែរដើម្បីដាំជាការលម្អហើយខ្ញុំបន្ថែមជាមួយនឹងដីកំប៉ុស្តបន្តទៀតដើម្បីជាការដាំជារឿយៗដែលខ្ញុំបានធ្វើហើយនៅពេលដែលបានពង្រាយជាមួយនឹងដីកំប៉ុស្តនេះហើយខ្ញុំបានដាក់ដីដែលវានៅទីតាំងចាស់ហ្នឹងបន្ថែមទៀតដើម្បីលាយជាមួយនឹងដីកំប៉ុស្តគឺ 50% ដីកំប៉ុស្ត 50% ដើម្បីកុំឲ្យដំណាំយើងមានសភាពរលួយឬវាហឹរពេកដែលនាំឲ្យវារលួយហើយនឹងមួយទៀតនៅពេលកាលណាតាជីច្រើនពេកដែលធ្វើឲ្យដីរបស់យើងហ្នឹងក៏វាអត់ល្អដែរភ្លៀងមកជោកជាំវាប្រែទៅជាជូរអញ្ចឹងខ្ញុំបានបន្ថែមជាមួយនឹងដីចាស់ដែលយើងកាយពីខាងក្រោមហ្នឹងបន្ថែមពីលើហ្នឹងដើម្បីជាស្រទាប់ការពារសំណឹកនៃទឹកភ្លៀងផងដែរហើយខ្ញុំបានពង្រាយវាឲ្យបានស្អាតបែបនេះដើម្បីងាយស្រួលហើយខ្ញុំបានយកខ្សែយកមកចងដើម្បីកុំឲ្យដើមប៉េងប៉ោះរបស់យើងនិងដើមម្ទេសដៃនាងវាទន់តាមខ្យល់តាមទឹកភ្លៀងហើយយកខ្សែមកគឺខ្ញុំបានចងជាមួយនឹងបង្គោលដែលខ្ញុំដំនៅខាងក្រោមដើមហ្នឹងគឺចងវាមកខាងលើបែបនេះមកអញ្ចឹងបងប្អូនទាំងអស់គ្នាចំណាំដែលគេឃើញធ្វើហើយខ្ញុំក៏ធ្វើតាមគេដូចគ្នាហើយជាលទ្ធផលនេះគឺជាលទ្ធផលដែលយើងទទួលបាននៅពេលដែលមានអាយុកាល1ខែទៀតគឺធំហើយនឹងទទួលបានផលហើយបងប្អូនអរគុណច្រើន